បទចម្រៀងមួយបទដែលមានចំណងជើងថាសន្តិភាពកម្ពុជាឬក៏អគុណសន្តិភាពច្រៀងដោយកុសលហុងហ្វូបាទកុមារម្នាក់នេះក្មេងម្នាក់នេះបាទក៏មានបទផ្ទុះច្រើនដែរពី3បទហើយក៏ជាបទដែលមានអត្ថន័យល្អៗខ្លាំងមែនទែនហើយនៅក្នុងបទនេះខ្ញុំគិតថាគាត់ឃើញចំណងជើងក៏មានអត្ថន័យល្អដែរអ្វីដែលសំខាន់នោះគឺបទនេះគឺមានការរៀបចំដោយបាទមានការចូលរួមរៀបចំដោយសមាគមវប្បធម៌សិល្បៈផ្សារភ្ជាប់ទេសចរបាទអញ្ចឹងគឺមិនមែនមកលំទេគឺមានសមាគមសិល្បៈមានសមាគមវប្បធម៌អីគឺគាត់មានការចូលរួមរៀបចំនៅក្នុងបទនេះដែរបាទហើយដឹកនាំដោយលោកមុំដារ៉េតច្រៀងដោយកុសលហុងហ្វូនិពន្ធដោយលោកមុំដារ៉េតលោកញ៉កុសលនិងលោកហ្សិនតូខ្ញុំគិតថាលោកញ៉កុសលប្រហែលជាប៉ារបស់ហុងហ្វូហើយបាទដែលយកឈ្មោះគាត់មកជាតកូលអញ្ចឹងណាព្រោះគាត់មានឈ្មោះថាកុសលហុងហ្វូអូខេផលិតវីដេអូដោយលោកផាតសេឡាហៅថាដុល្លារឬក៏ហៅថាដុល្លារនិងលោកញ៉កុសលបាទយ៉ាគាត់ចេះកាមេរ៉ាមែនអីដែរតាអូខេកម្រងរូបភាពឯកសារដោយ Kilo Travel បាទ Kilo Travel ហើយនឹង Main Nabi អូខេយ៉ាអូខេចង់ដឹងថាមួយបទនេះមានអត្ថន័យយ៉ាងណាយើងទៅតាមដានទស្សនាស្ដាប់ទាំងអស់គ្នា Yeah Yeah ភ្លេងលយគោរពអរគុណទៅដល់សម្ដេចតាដែលបងថ្លៃថ្លាដើម្បីសន្តិភាពគោរពអរគុណទៅដល់សម្ដេចតាដែលបងថ្លៃថ្លាដើម្បីសន្តិភាពពួកយើងចាប់ដៃសម្ដេចក្តីស្រមៃខ្មែរយើងមានតម្លៃយើងរត់ទៅមុខទៀតពួកយើងចាប់ដៃសម្ដេចក្តីស្រមៃឲ្យខ្មែរពួកយើងចាប់ដៃសម្រេចក្តីស្រមៃអូខេឲ្យខ្មែរយើងមានតម្លៃហើយយើងរះទៅមុខតទៀតបាទអូខេតើយើងមានតម្លៃយើងរត់ទៅមុខទៀតខ្មែរយើងមានតម្លៃចេញយ៉ាងដូចថ្ងៃដូចសមាំងរាត្រីលើដីអង្គរវត្តពួកយើងជាគំរូចាប់ដៃសាមគ្គីទៅគ្រូនីតិយើងមានការអភិវឌ្ឍធ្វើខ្មែរទៅមុខយើងត្រូវតែជួយក្នុងវិស័យស្រុកខ្មែរពួកយើងត្រូវលើកស្ទួយក្នុងចិត្តត្រូវចាំថាពួកយើងខ្មែរតែមួយកុំចាំពេលបាត់បង់ទៅពួកយើងភ័យព្រួយខ្ញុំហុងហ្វូក៏អ្នកកំពុងចាំមានចិត្តក្លាហានបងបាទមិនដឹងហៅត្រូវគួរហៅបងហៅពូក៏អ្នកកូនអ្នកកំពុងចាមដែរបាទអូខេបាទហុងហ្វូកូនអ្នកកំពុងចាមបាទបងរឹតអ្នក reaction ក៏កូនអ្នកកំពុងចាមដែរអូខេតោះខ្ញុំហុងហ្វូក៏អ្នកកំពុងចាំមានចិត្តក្លាហាននៅចំបាំងអង្គរកាលលើដីខ្មែរចំនួនសន្តិភាពរស់នៅមានរបៀបខ្ញុំនៅដៃសាតបងប្អូនលយបាទគាត់ថាគាត់កើតនៅចំនួនសន្តិភាពអញ្ចឹងណាបាទនេះរស់នៅមានរបៀបខ្ញុំនៅដៃសាតបងប្អូនញៀនមកជុំអូខេឡើយនេះបាទកើតលើដីខ្មែរចំនួនសន្តិភាពល្អមែនទែនបាទអត្តន័យកន្លែងនេះបាទអូខេចំបាំងអង្គរកាលលើដីខ្មែរចំនួនសន្តិភាពរស់នៅមានរបៀបខ្ញុំនៅដៃសាតបងប្អូនញៀនមកជុំគ្រូសាស្ត្រសាមញ្ញខ្ញុំស្រស់ថ្លាស្រង់វវលើមករៀនដៃ10អរគុណសម្ដេចតាមានចិត្តថ្លៃថ្លាដែលបានផ្ដល់មានការសិក្សាគាត់លើកគ្មានចំណេះអរគុណសម្ដេចតាដែលឲ្យមានថ្ងៃនេះចាស់ជានិច្ចជំនាន់ក្រោយសិននិយាយថាដែលចេះពួកអនាគតស្រុកខ្មែរក៏មិនទូទានបាននេះខ្ញុំខំតាំងពីតូចខ្ញុំខំតាំងពីក្មេងៗខ្ញុំខំគេព្រោះមិនចូលចិនលេងចូលចិត្តទៅលើស្ទួយមិនពវ័យគេវងវែងជន់រ៉េលយមែនតើបាទអត្តន័យកន្លែងនេះបាទគឺថាគាត់ប្រាប់ថាគាត់ខំតាំងពីតូចខំតាំងពីក្មេងបាទហើយគាត់អត់សូវចូលចិត្តលេងទេបាទគាត់ចូលចិត្តបាទរៀនសូត្រប្រឹងប្រែងរៀនសូត្រអីទាំងអញ្ចឹងណាហើយក៏អត់ចូលចិត្តទៅពង្ពួកគេឲ្យគេវង្វេងឲ្យគេអីស្មារតីអីចឹងទៅបាទលយមែនតើអត្តន័យកន្លែងនេះគឺជាសារមួយគឺជាសារមួយដាស់តឿនទៅដល់គេហៅថាក្មេងៗចំនួនក្រោយឬក៏ក្មេងៗដែលមានវ័យសកលគាត់ចឹងណាខ្ញុំខំតាំងពីក្មេងៗខ្ញុំខំគេព្រោះមិនចូលចិនលេងចូលចិត្តទៅលើស្ទួយមិនពវ័យគេវងវែងអូខេគាត់ថាអត់សូវចូលចិត្តលេងបានទេតែក៏ចូលចិត្តលើកស្ទួយមិនពង្វក់ឲ្យគេវង្វេងទេបាទអញ្ចឹងខ្ញុំសង្កេតឃើញភាគច្រើនបទរបស់ហុងហ្វូគឺនិយាយពីសិល
គេភាគច្រើននិយាយពីគេមរតកវប្បធម៌ខ្មែរយើងលើកស្ទួយឬក៏គេហៅថាបង្ហាញឲ្យឃើញថាតើប្រទេសយើងមានអីខ្លះមានតំបន់ទេសចរល្អមានកន្លែងដែលទេសចរល្អអីចឹងទៅបាទអញ្ចឹងតាំងពីបទមុនម៉េះបាទខ្ញុំគិតថាអត្ថន័យគឺល្អខ្លាំងមែនតើហើយក៏សូមសរសើរទៅដល់បាទអ្នកនិពន្ធក៏ដូចជាបងប្រុសញកុសលផងដែរបាទអូខេតទៀត Anh chôn ở đây không anh sẽ phép lên lên lơ plane Yeah គោរពអរគុណទៅដល់សម្ដេចតាដែលបងថ្លៃថ្លាដើម្បីសន្តិភាពគោរពអរគុណទៅដល់សម្ដេចតាដែលបងថ្លៃថ្លាដើម្បីសន្តិភាពពូយើងចាប់ដៃសម្ដេចក្ដីស្រមៃខ្មែរយើងមានតម្លៃយើងរត់ទៅមុខទៀតពូយើងចាប់ដៃសម្ដេចក្ដីស្រមៃឲ្យខ្មែរយើងមានតម្លៃយើងរត់ទៅមុខទៀតប្រទេសសន្តិភាពមានរបៀបសុខសាន្តមានទេជួបជុំមកគេសុខក្នុងប្រាណរស់នៅខ្សែសាក្នុងក្រុង អូប្លង់ឡើយនេះបាទលយមែនតើ I think it's a FPV drone បាទថតដោយបងបាទមិនដឹងថាបងឬក៏ប្អូនទេបាទ Kilo Travel បាទទឹកដៃមិនធម្មតាទេបានឃើញច្បាស់ចឹងបានដឹងថាទឹកដៃមិនធម្មតាអូខេ ទេជួបជុំមកគេសុខក្នុងប្រាណរស់នៅខ្សែសាក្នុងក្រុមគ្រួសារប្រទេសតែចិត្តជុំដូចជាខែវស្សាផ្សងកសិករធ្វើមិនថាក្នុងជាតិណាសន្តិភាពផ្លាស់ប្ដូរផុតទុកផុតភ័យជាឆ្ងាយពីសង្គ្រាមពិការជាពិការដៃបែក បាទអត្ថន័យគឺអែមខ្លាំងមែនតើរៀបរាប់ពីបាទប្រវត្តិបាទដែលយើងឆ្លងកាត់សង្គ្រាមមកផុតសង្គ្រាមយើងបានផ្លាស់ប្ដូរមកបាទមកដល់សពថ្ងៃនេះគឺថាបានជួបជុំគ្រួសារបានអីចឹងទៅបាទកាលពីមុនបែកបាក់គ្រួសារវាវេទនាអីចឹងណាបាទឥឡូវគឺបានសប្បាយរីករាយជួបជុំគ្រួសារមានសន្តិភាពអីចឹងទៅអូខេតោះ បាក់គ្រួសារនឹកឃើញគឺអាឡ័យតែលើខ្មែរយើងបដូរចាប់បលុយចាចាំងរ៉ាស្មៃមាន2ធ្វើទៅមាន7មករាខ្មែរយើងអស់ចាខ្មែរយើងគេស្គាល់ខ្មែរយើងទៅមុខបើកោះទាំងគោគ្មាននរណាហ៊ានប៉ះគ្មាននរណាហ៊ានពណ៌ក្នុងនាមជាខ្មែរខ្ញុំត្រូវថែរក្សាសន្តិភាពថ្លៃថ្លាបន្តទៅមុខទៀតក្នុងនាមជាខ្មែរខ្ញុំត្រូវថែរក្សាមរតកដូនតាឲ្យគង់ដើម្បីជាតិ គោរពអរគុណទៅដល់សម្ដេចតាដែលបងថ្លៃថ្លាដើម្បីសន្តិភាពគោរពអរគុណទៅដល់សម្ដេចតាដែលបងថ្លៃថ្លាដើម្បីសន្តិភាពពូយើងចាប់ដៃសម្ដេចក្ដីស្រមៃខ្មែរយើងមានតម្លៃយើងរត់ទៅមុខទៀតពូយើងចាប់ដៃសម្ដេចក្ដីស្រមៃឲ្យខ្មែរយើងមានតម្លៃយើងរត់ទៅមុខទៀតរត់ទៅមុខទៀតតើយើងរត់ទៅមុខទៀត ហេអូយប្លង់ស្អាតមែនតើបាទស្អាតមែនតើអូហូ Dang bro I love this video Yeah បាទស្អាតខ្លាំងមែនតើ Dang អូខេបាទនេះសមាគមវប្បធម៌សិល្បៈផ្សារភ្ជាប់ទេសចរ Association of Cultural Arts and Tourism អូខេអូហូបាទមួយបទនេះក្លឹមបាទជាតិខ្លាំងមែនតើអូខេ very nice មែនតើជាមួយនឹង lyrics បាទ I love the lyrics I like the lyrics you know and the video បាទ shout out to Kilo Travel បាទគឺថាប្លង់ដែលគាត់ថតមួយគឺស្អាតមែនតើបាទជាមួយនឹង Nabi ផងដែរ Main Nabi អូខេបាទ very nice ហើយខ្ញុំជឿថាបាទហុងហ្វូបាទគឺជាទំពាំងស្នងរស័យមួយដ៏ល្អពីតូចពីក្មេងគឺគាត់បានប្រាប់ថាគាត់ខំតាំងពីតូចតាំងពីក្មេងអញ្ចឹងហើយគាត់អត់សូវចូលចិត្តលេងនេះគាត់ចូលចិត្តតែលើកស្ទួយគាត់អត់ចូលចិត្តពង្វក់ឲ្យគេវង្វេងទេបាទហើយសមត្ថភាពរបស់គាត់នៅក្មេងប៉ុណ្នេះបាទតម្រាំតែគាត់ធំទៀតបាទមិនដឹងថាសមត្ថភាពរបស់គាត់កាន់តែខ្លាំងកាន់តែធំប៉ុណ្ណាទេបាទឥឡូវនេះគាត់នៅប៉ុណ្ណឹងបាទសម័យបច្ចេកវិទ្យាវាប៉ុណ្ណឹងបាទសម័យយើងទំនើបប៉ុណ្ណឹងចុះតម្រាំនៅពេលដែលគាត់ធំបាទបើសិនជាគាត់ចេះឧបករណ៍ភ្លេងហើយគាត់ចេះ mix mastering ភ្លេងខ្លួនឯងទៀតហើយបូកជាមួយនឹងគេហៅថាចំនួនរបស់គាត់គេហៅថាវាកាន់តែទំនើបទៀតអញ្ចឹងណាទៅមុខទៀតណាអញ្ចឹងមិនដឹងថាសមត្ថភាពរបស់គាត់បាទខ្លាំងប៉ុណ្ណាអញ្ចឹងបាទខ្ញុំពិតជាលើកទឹកចិត្តឲ្យហុងហ្វូបាទបង្កើនសមត្ថភាពខ្លួនឯងឲ្យបានខ្លាំងបាទអូខេបាទពេញចិត្តខ្លាំងមែនតើអូខេបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយសម្រាប់អ្នកមកថ្មីកុំភ្លេចចុច Subscribe ហើយនឹងជួយទៅ Follow Page Facebook ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូ
ថ្មីបន្តទៀតនៅពេលនេះខ្ញុំបាទលាសិនហើយជួបគ្នានៅវីដេអូក្រោយ Peace